បីក្តីសង្ឃឹមនឹងអនាគតនៃទីក្រុងរាជធានីភ្នំពេញនៅពេលយប់មិនត្រឹមតែបង្ហាញពីសម្រស់ខាងក្រៅប៉ុណ្ណោះទេប៉ុន្តែវាបានដាស់ស្មារតីនិងផ្ដល់ក្តីសង្ឃឹមដល់យុវជនជំនាន់ក្រោយរាល់ពន្លឺភ្លើងដែលបំភ្លឺនៅលើដងផ្លូវគឺតំណាងឲ្យកាលានុវត្តភាពការងារនិងការសិក្សាដែលមិនចេះរីងស្ងួតទីក្រុងមួយនេះមិនដែលដេកលក់ឡើយវាផ្លាស់ប្ដូរខ្លួនឯងរាល់ថ្ងៃដើម្បីស្វាគមន៍ពិភពលោកពីទីក្រុងដែលធ្លាប់តែស្ងប់ស្ងាត់ក្លាយជាទីក្រុងដ៏មានឥទ្ធិពលនិងពោរពេញដោយថាមពលនៅពេលបច្ចុប្បន្នតើអ្នកមានអារម្មណ៍រំភើបនិងមានមោទនភាពទេនៅពេលបានឃើញការអភិវឌ្ឍដ៏អស្ចារ្យនៃរាជធានីភ្នំពេញរបស់យើងប្រសិនបើបងប្អូនស្រឡាញ់និងចង់ឃើញវីដេអូរៀបរាប់ពីប្រវត្តិសាស្ត្រឬតំបន់អភិវឌ្ឍថ្មីនៅក្នុងស្រុកខ្មែរយើងបន្ថែមទៀតសូមកុំភ្លេចចុចប៊ូតុង Like ចុច Share និងចុច Subscribe Channel ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីមុនគេសូមអរគុណនិងសូមជម្រាបលាភ្នំពេញនាពេលរាត្រីពន្លឺនៃភាពស៊ីវិល័យនិងការប្រែប្រួលមុខមាត់ថ្មីនៃបេះដូងកម្ពុជារាជធានីភ្នំពេញបេះដូងសេដ្ឋកិច្ចនិងជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើកនៃព្រះរាជាណាចក្រកម្ពុជាប្រសិនបើអ្នកមិនបានមកដល់ទីក្រុងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេអ្នកប្រកាសជាមិននឹកស្មានដល់ឡើយថាទីក្រុងដែលធ្លាប់តែមានប្រវត្តិសាស្ត្រឆ្លងកាត់ការលំបាកមួយនេះបាននឹងកំពុងប្រែក្លាយមុខមាត់ខ្លួនឯងទៅជាទីក្រុងដ៏ទំនើបនិងស៊ីវិល័យកម្រិតណាជាពិសេសនៅពេលដែលរាត្រីការឈានចូលមកដល់ភ្នំពេញបានបង្ហាញខ្លួនយ៉ាងអស្ចារ្យជាមួយនឹងពន្លឺភ្លើងចម្រុះពណ៌បញ្ចេញសម្រស់ដ៏មានមន្តស្នេហ៍ទាក់ទាញចិត្តមនុស្សម្នាទូទាំងសកលលោក1ការអភិវឌ្ឍអគារខ្ពស់និងស្ថាបត្យកម្មទំនើបនៅពេលដែលយើងក្រឡេកមើលទៅលើមេឃនៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នអ្វីដែលយើងឃើញមុនគេគឺវត្តមាននៃអគារពាណិជ្ជកម្មខ្ពស់កប់ពកបែបស្ថាបត្យកម្មទំនើបចាប់ពីតំបន់កោះពេជ្របឹងកងកងរហូតដល់តំបន់កណ្ដាលក្រុងអគារស្កឹមស្កៃទាំងនេះបានលេចត្រដែតឡើងឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងគំហុករបស់ប្រទេសកម្ពុជានាពេលរាត្រីពន្លឺភ្លើង LED ដេញពណ៌រត់តាមជញ្ជាំងកញ្ចក់នៃអគារខ្ពស់ទាំងនោះបានបង្កើតជាទិដ្ឋភាពដ៏រស់រវើកមិនចាញ់ទីក្រុងធំនៅក្នុងតំបន់អាស៊ីឡើយវាគឺជាសក្ខីកម្មដ៏ច្បាស់លាស់មួយបង្ហាញពីសក្តានុពលនិងការបោះជំហានទៅមុខយ៉ាងលឿននៃប្រជាជាតិខ្មែរពីសម្រស់តំបន់មាត់ទន្លេទៅមុខនិងជីវភាពពេលរាត្រីចំណុចបេះដូងមួយទៀតដែលមិនអាចរំលងបានគឺតំបន់មាត់ទន្លេទៅមុខដែលជាកន្លែងជួបជុំនៃទន្លេធំទាំង4នាពេលយប់ពន្លឺភ្លើងពណ៌លឿងទុំដ៏រុងរឿងនៃព្រះបរមរាជវាំងបានជាពន្លឺឆ្លុះទៅលើផ្ទៃទឹកទន្លេបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលនិងមានសេចក្តីសុខសាន្តបំផុតនៅតាមបណ្ដោយដងផ្លូវមាត់ទន្លេយើងឃើញមានប្រជាជនក្នុងស្រុកនិងភ្ញៀវទេសចរបរទេសរាប់ពាន់នាក់ដើរលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធមិនតែប៉ុណ្ណោះនាវាទេសចរតូចធំជាច្រើនបានបើកបរយឺតនៅលើផ្ទៃទឹកនាំអ្នកដំណើរទស្សនាទិដ្ឋភាពជុំវិញក្រុងព្រមទាំងមានសកម្មភាពយ៉ាងអ៊ូអរនៅតាមភោជនីយដ្ឋាននិងហាងកាហ្វេទំនើបដែលបង្ហាញពីវប្បធម៌រស់នៅដ៏សម្បូរបែបនិងការរៀបចំសណ្ដាប់ធ្នាប់ទីក្រុងយ៉ាងមានរបៀបរៀបរយ